របៀបដាក់រូបថតនៅក្នុងប្រព័ន្ធគ្រប់គ្រងបន្ទុកយើងត្រង់ផ្នែកគ្រប់គ្រងព័ត៌មានសិស្សបាទអញ្ចឹងយើងចូលទៅកាន់គ្រប់គ្រងព័ត៌មានសិស្សហើយការដាក់នេះនៅក្នុងកម្មវិធី Office 365បាទ365គឺយើងអាចដាក់រូបថតនៅក្នុង Cell បានបាទអញ្ចឹងនេះជាវីដេអូដែលខ្ញុំធ្វើបង្ហាញពីរបៀបដាក់បាទអញ្ចឹងយើងដំបូងឡើយយើងចូលកន្លែងក្បាលតារាង75បាទកន្លែងបញ្ចូលរូបថតហ្នឹងបន្ទាប់មកយើងយកមកឈរនៅលើ Cell ឈ្មោះរបស់សិស្សកើនសូហ្វីនឹងបាទហើយយើងមើលមកផ្នែកខាងលើមានពាក្យ insert យើងចុចកន្លែង insert ហ្នឹងមកបន្ទាប់មកយើងយកកន្លែង illustration បាទយើងចូលនៅក្នុងហ្នឹងយើងយកកន្លែង picture បាទយើងយក place in cell បាទហើយយក this device ដើម្បីយើងរើសទីតាំងរូបថតដែលយើងផ្ទុកនៅក្នុងកុំព្យូទ័រយើងបាទអញ្ចឹងយើងបានរូបថតមួយចុចលើរូបថតហ្នឹងហើយយើងយកពាក្យ insert បាទអញ្ចឹងរូបថតសិស្សហ្នឹងវាចូលនៅក្នុង cell ហ្នឹងហើយឥឡូវខ្ញុំទៅកន្លែងសៀវភៅសិក្ខាការិតដើម្បីបើកមើលតើរូបថតហ្នឹងវាបានទៅកាន់សៀវភៅសិក្ខាការិតដែរឬទេឥឡូវខ្ញុំមើលឃើញថារូបថតដែលខ្ញុំបានដាក់នៅក្នុងកន្លែងគ្រប់គ្រងព័ត៌មានសិស្សនោះវាបានចូលនៅក្នុងសៀវភៅសិក្ខាការិតហើយឥឡូវខ្ញុំទៅតារាងមួយទៀតបាទគឺតារាងផែនការសិក្សារបស់សិស្សខ្ញុំមើលឃើញថាក៏មានរូបថតដែរតែខ្ញុំចង់ដូរឈ្មោះសិស្សនឹងមើលតើវាដូរដែរឬទេបាទអញ្ចឹងគឺវាដូរបាទWPA Office លើកុំព្យូទ័រក៏វាមិនខុសអំពី Microsoft 360ដែរយើងចូលកន្លែង Insert បន្ទាប់មកយើងយកកន្លែង Picture ហើយយើងយកកន្លែង Embed to Cell នេះដើម្បីយើងដាក់រូបថតនៅក្នុង Cell ចុចលើនឹងមកបន្ទាប់មកយើងយក from this device ដើម្បីយើងបើករូបថតបាទអញ្ចឹងរូបថតខ្ញុំដាក់នៅក្នុង desktop ខ្ញុំចុចលើរូបថតហើយខ្ញុំចុចពាក្យ open នោះរូបថតសិស្សវានឹងចូលនៅក្នុង cell បន្ទាប់មកខ្ញុំចូលទៅកាន់សៀវភៅសិក្ខាការិតហើយខ្ញុំពិនិត្យមើលរូបភាពបាទអញ្ចឹងឃើញថារូបភាពវាបានចូលមកហើយខ្ញុំទៅមើលនៅក្នុងផែនការសិស្សម្នាក់ទៀតបាទអញ្ចឹងឃើញថារូបថតហ្នឹងវាបានចូលមកកាន់នឹងហើយខ្ញុំអាចដូរឈ្មោះបានអញ្ចឹងឈ្មោះកើនសូហ្វីគឺនឹងលុតរូបថតរបស់គាត់មកហើយទូរស័ព្ទដៃយើងចូលផ្នែកខាងក្រោមបាទផ្នែកខាងក្រោមហើយយើងរើសពាក្យinsert បាទយើងយកពាក្យ insert បន្ទាប់មកយើងយកពាក្យ cell embed picture បាទ cell embed picture នេះបន្ទាប់មកយើងរើសរូបថតសិស្សយើងចុចផ្នែកខាងក្រោមមានពាក្យ OK បាទអញ្ចឹងរូបថតហ្នឹងវានឹងចូលនៅក្នុង cell ហ្នឹងហើយឥឡូវយើងពិនិត្យទៅមើលតារាងផ្សេងតើរូបថតហ្នឹងវាបានទាញទិន្នន័យរូបថតហ្នឹងទៅកាន់តារាងផ្សេងអត់អញ្ចឹងយើងចូលកន្លែងផែនការសិស្សម្នាក់យើងចូលកន្លែងផែនការហ្នឹងហើយយើងពិនិត្យមើលរូបថតបាទទាញទិន្នន័យរូបថតនឹងចូលមកឥឡូវខ្ញុំដូរឈ្មោះទៅកាន់ឈ្មោះអ្នកផ្សេងតើរូបថតហ្នឹងវាបាត់ដែរឬទេបាទអញ្ចឹងយើងដូរមកគឺយើងរងចាំមួយសន្ទុះសិស្សដែលយើងបានបញ្ចូលវិញគឺវានឹងបង្ហាញរូបថតសិស្សនឹងឡើងមកវិញហើយ